ស្ងោរជ្រក់ឆ្អឹងជំនីបែបរៀងផុយផុយជូរជូរហិលហិលឈ្ងុយជាមួយនឹងគ្រឿងជីយ៉ាងបងជាមួយទៀតតាបងប្អូនអើយហត់ក្តៅក្តៅទៅមានអារម្មណ៍ថាដូចជាស្លាកល្អមែនទែនហើយប៉ះមេរៀងរលឹមស្រេចស្រេចទៀតគឺត្រូវគ្នាណាស់ជាមួយម្ហូបមួយមុខហ្នឹងណាចំពោះការធ្វើគឺបែបងាយងាយឯងបងប្អូនជាដំបូងគឺយើងប្រើជាមួយនឹងម្ទេសហ្នឹងយកមកបុកសិនចំពោះបរិមាណម្ទេសនេះបងប្អូនអាចលេខលុកដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តបានណាការបុកហ្នឹងយើងមិនចាំបុកវាឲ្យម៉ត់ល្អិតពេកទេបុកមើលតែវាបែករៀងក្របៗដូចខ្ញុំលើកបង្ហាញនេះមកគឺរួចជាការស្រាជ័យអញ្ចឹងហើយយើងអាចដួសដាក់ក្នុងចានទុកវាមួយឡែកសិនចាំយើងធ្វើគ្រឿងក្រៅជាបន្តទៀតជាដំបូងគឺខ្ញុំចាប់ដាក់ដាំទឹកសិនដើម្បីស្ងោរជាមួយឆ្អឹងជំនីជ្រូកបងប្អូនចំពោះឆ្អឹងនេះគឺខ្ញុំប្រើចំនួនប្រហែលជា3ខាំឯនឹងឯងគឺយើងស្ងោរវាឲ្យរៀងឆ្អិនបន្តិចសិនចាំបងជាមួយនឹងគ្រឿងក្រៅនឹងចូលតាមក្រោយទៀតបានចំពោះគ្រឿងដែលខ្ញុំត្រូវបងនេះមានដូចជាទឹកត្រីអំបិលប៊ីចេងម្សៅស៊ុបហើយស្ករនោះគឺខ្ញុំដាក់ចូលបន្តិចគឺយើងអត់ប្រើជាមួយស្ករច្រើនពេកណាជាមួយនឹងការស្ងោរជ្រូកបែបនេះគឺយើងយករសជាតិបែបរៀងហិលជូរប្រៃមកល្មមម៉ាណៃចាបន្ទាប់ពីយើងដាក់ស្ងោរសាច់ជ្រូកជាមួយនឹងគ្រឿងក្រៅនេះហើយយើងទុកវាឲ្យរៀងផុយបន្តិចសិនណាបងប្អូនហើយយើងងាកមកហាន់ជាមួយនឹងគ្រឿងជីគល់ស្លឹកគ្រៃហើយនឹងក្រូចឆ្មាចំពោះគល់ស្លឹកគ្រៃនេះបងប្អូនខ្ញុំអត់តដាក់ភ្លាមទេណាលុះត្រាតែសាច់នឹងវាមើលថាបានឆ្អិនមកល្អហើយបានខ្ញុំដាក់ស្លឹកគ្រៃនឹងនៅក្រោយគេហើយដាក់ផ្សិតច្បាំងនេះចូលតាមក្រោយទៀតចំពោះផ្សិតច្បាំងបងប្អូនរើសយកអាក្របតូចៗដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះមកណាដោយសារតែផ្សិតក្របតូចៗហ្នឹងណាគឺយើងមិនបាច់ចាំពុះវាជា2ឬក៏ជា3អីទេយើងដាក់ទាំងមូលអញ្ចឹងពេលដែលញ៉ាំប៉ះវាមកក្របទៅគឺញ៉ាំឆ្ងាញ់ហើយយើងខាំទៅវាចេញអាទឹកស្ងោរយើងនៅក្នុងហ្នឹងច្រាប់ឆ្ងាញ់មែនទែនចំណែកឯយើងដាក់ផ្សិតចូលនេះបងប្អូនយើងទុកត្រឹមតែ2ទៅ3នាទីអីទៅចាំយើងដាក់ថែមជាមួយនឹងស្លឹកក្រូចគល់ស្លឹកគ្រៃហើយនឹងម្ទេសនឹងចូលតាមក្រោយគេចំពោះម្ទេសនេះបងប្អូនចង់ដាក់តិចឬច្រើនអាចលេខលោកតាមចំណង់ចំណូលចិត្តបានណាកុំឃើញខ្ញុំដាក់ច្រើនអញ្ចឹងគិតថាស្លនឹងត្រូវតែដាក់ម្ទេសឲ្យរៀងច្រើនអត់ទេនិយាយទៅតាមចំណង់ចំណូលចិត្តទេបើសិនជាបងប្អូនចូលចិត្តហិលតិចឬក៏ហិលខ្លាំងអីអាចលេខលោកតាមនឹងបានចាបន្ទាប់ពីយើងដាក់គ្រឿងក្រៅមើលតែបានគ្រប់គ្រឿងហើយចង់ក្រោយគេនោះគ្រាន់តែយើងបង់ជាមួយនឹងស្លឹកខ្ទឹមហើយនឹងជីរណាគឺរៀបរាល់ជាការស្រាជ័យបន្ទាប់ពីយើងបង់គ្រឿងជីហើយយើងអាចបលត់ភ្លើងបានចាំច្បាច់ជ្រូកឆ្មានឹងចូលតាមក្រោយទៀតណាបងប្អូនសម្រាប់រសជាតិស្ងោរជ្រូករបស់ខ្ញុំនេះគឺខ្ញុំយកបែបកុំឲ្យស្ងោរទឹកនឹងច្រើនពេកបងប្អូនយើងលៃទឹកនឹងធ្វើមិនមកល្មមជាមួយនឹងសាច់ហើយនឹងបន្លែមកកាលណាយើងស្ងោរទឹកច្រើនពេកក៏ធ្វើឲ្យស្ងោររបស់យើងនឹងក៏មិនសូវមានជាតិប្រមាណដែរចឹងហើយយើងលៃលោកមើលតាមនឹងទៅណាចំណែកឯសាច់វិញគឺយើងស្ងោរតតែសាច់នឹងបានផុយទៅញ៉ាំឆ្ងាញ់ណាដោយសារតែសាច់ឆ្អឹងជំនីនេះយើងរងាស់កាន់តែផុយគឺវាចេញជាតិមកល្ងំឆ្ងាញ់មែនទែនចារីឯផ្សិតច្បាល់បងប្អូនគឺយើងដាក់ឲ្យច្រើនដូចគ្នាដែររីឯម្ទេសនេះវិញណាដូចខ្ញុំបញ្ជាក់នៅក្នុងវីដេអូអញ្ចឹងបងប្អូនចូលចិត្តហិលតិចឬក៏ហិលខ្លាំងអីអាចលេខលោកតាមនឹងណាបើសិនជាអត់ចង់ដាក់ម្ទេសក៏បានដែរតាមចំណូលចិត្តណាសម្រាប់ខ្ញុំចូលចិត្តបែបរៀងហិលខ្លាំងហើយនឹងជូរច្រាស់អញ្ចឹងហើយគឺខ្ញុំលបដាក់ម្ទេសនឹងរៀងច្រើនបន្តិចចៃចាឥឡូវនេះការបង្ហាញពីរបៀបធ្វើស្ងោរជ្រូកឆ្អឹងជំនីរបស់ខ្ញុំក៏បានរួចរាល់អស់ហើយថ្ងៃស្អែកជួបគ្នាសារជាថ្មីអរគុណ